បន្ទាប់ពីណានាំខ្លួនហើយពួកគេក៏ចាប់ផ្ដើមការប្រកួតដែលបានរើដៃគូប្រយុទ្ធនឹងម្នាក់មួយដែលយើងក៏បានឃើញផងដែរថាការប្រយុទ្ធនឹងគឺវាយគ្នាទៅមករញ៉េរញ៉ៃមែនតើមកទៅកាន់បើយន្តហោវិញគាត់ក៏បានប្រើប្រាស់ទម្រង់អ្វីខិនរបស់ខ្លួនវាប្រហារទៅកាន់ម៉ាម៉ាតូក៏ថាបែបម៉ាម៉ាតូនឹងគឺព្យាយាមក៏ដោយសារតែម៉ាម៉ាតូនឹងគឺដឹងថាគេគឺមិនអាចយកឈ្នះបើយន្តហោបានទេអញ្ចឹងគេគឺមានតែរកឱកាសប៉ុណ្ណោះបន្ទាប់ពីប្រយុទ្ធអស់រយៈពេលយូរក៏សមដែរយើងក៏បានឃើញថាម៉ាដុងវូក៏ដូចជាលេមទឹកឈូនឹងពួកគេទាំងពីរហ្នឹងក៏ត្រូវបានចាញ់គ្រប់ស្នាដៃរបស់ Hunter មកពីប្រទេសជប៉ុននោះឯងបន្ទាប់ពីយកឈ្នះដៃគូរៀងខ្លួនហើយនឹងពួកគេក៏បានរត់ទៅរកបើយន្តហោវិញម្ដងមកទៅកាន់គូប្រកួតរបស់ស្រីស្អាតវិញដែលឆាអេនក៏បានប្រើប្រាស់ក្បាច់របាំពន្លឺវាប្រហារទៅកាន់តាមអាការដែលធ្វើឲ្យនេះគឺមិនមែនជាដៃគូរបស់ឆាអេនឡើយបន្ទាប់ពីដកឃ្លាបានហើយឆាអេនក៏បានរត់ទៅរកបើយន្តហោវិញម្ដងក៏ដោយសារតែឥឡូវនេះគាត់គឺកំពុងតែប្រយុទ្ធគ្នា2-1នោះឯងក៏ប៉ុន្តែនៅពេលហ្នឹងម៉ាម៉ាតូក៏បានលួចវាប្រហារឆាអេនពីក្រោយខ្នងដែលបណ្ដាលឆាអេននាងភ្ញាក់រំបាមតែទៅកាន់អបិម៉ាម៉ាតូជាច្រើនដៃដែលធ្វើឲ្យប្រដម៉ាម៉ាតូនឹងក៏ចេញឈាមតាមមាត់ក៏ដូចជាផ្នែកឡើងពណ៌ក្រហមដែលវាគឺជាទម្រង់អ្វីខិនទី2នោះឯងក្នុងទម្រង់មួយនឹងម៉ាម៉ាតូគឺមិនអាចគ្រប់គ្រងខ្លួនឯងបានទេអញ្ចឹងហើយក៏បានស្ទុះចូលទៅវាប្រហារឆាអេនទាំងកំហឹងដែលតម្រូវឲ្យឆាអេននឹងគឺប្រញាប់ទប់ទល់ថែមទាំងដឹងទៀតថាល្បឿនរបស់ម៉ាម៉ាតូគឺលឿនជាងមុនហើយនៅពេលដែលឃើញស្ថានភាពទៅស្រួលនឹងជិនវូក៏បានលុបដៃជួយថែមទាំងបដួលម៉ាម៉ាតូនឹងទៅលើអត់មិនដល់មួយតាក់ផងរីឯអ្នកកំពុងមើលនៅខាងលើវិញពួកគេគឺមិនដឹងស្មានថាម៉ាម៉ាតូគឺចាញ់ទាំងបែបហ្នឹងចំណែកហ្គោតូវិញក៏បាននិយាយទៅកាន់ជំនួយការរបស់ខ្លួនថានឹងមិនគឺជា Hunter Mate ដែលនាងបាននិយាយក៏ដោយសារតែហ្គោតូគាត់គឺមិនជឿនោះទេថាជិនវូគឺជា Hunter Mate នឹងមានគម្រោងចង់បញ្ជាក់ឲ្យគ្រប់គ្នាបានដឹងទៀតផងចំណែកជិនវូវិញក៏បានសួរទៅកាន់ឆាអេនថាតើនាងគឺព្រមចោទចាញ់ពួកគេអត់បន្ទាប់ពីឆាអេនយល់ព្រមហើយនឹងការវល់ក៏បានចោទដោយសារតែក្រុម Hunter នៅប្រទេសជប៉ុននឹងគឺជាអ្នកចាញ់នោះឯងនៅពេលนั้นជំនួយការហ្គោតូក៏បានដើរទៅជួបជាមួយជិនវូដោយផ្ទាល់ដោយសារតែហ្គោតូជាប្រធានក្រុមរបស់ពួកគេនឹងក៏ចង់ប្រកួតជាមួយជិនវូដោយផ្ទាល់ពេលឃើញចឹងជិនវូក៏បានសម្លឹងទៅកាន់ហ្គោតូដែលបានគិតក្នុងចិត្តថាប្រសិនបើគាត់កាលពីពេលមុនប្រហែលជាមិនមែនជាដៃគូរបស់ហ្គោតូទេកុំតែឥឡូវនេះវាគឺមិនមែនជាបញ្ហាទៀតឡើយបញ្ហានោះគឺហ្គោតូគឺចង់ឲ្យគាត់បញ្ចេញសមត្ថភាពពិតនោះឯងចឹងហើយជិនវូក៏បានឆ្លើយយកព្រមថាបានទទួលយកសម្ដាននៃការប្រកួតមួយនេះចំណែកឯអ្នកដែលកំពុងតែមើលវិញពួកគេគឺឆ្ងល់ថាតើបែកហ្គោតូនោះគឺចង់ធ្វើស្អីទៅប្រកួតជាមួយនឹង Hunter Mate ចឹងចំណែកឆាអេវិញក៏បានគិតផងដែរក៏សារតែនាងក៏បានឃើញជិនវូនោះគឺឃ្លាតក្នុងក្នុង rank A តែម្នាក់ឯងហើយថែមទាំងគ្មានរបួសសូម្បីតែបន្តិចដល់ពេលនឹងយន្តហោក៏បានដើរមកនិយាយជាមួយឆាអេនថានឹងបានប្រាប់ថាគាត់គិតដឹងថានាងកំពុងតែគិតអីហើយបានសួរនាងអំពីការប្រកួតមុននឹងបន្តិចក៏ប៉ុន្តែឆាអេននាងគឺអត់សូវចាប់អារម្មណ៍ពីការប្រកួតមុននឹងប្រហែលទេទៅកាន់ឈិនវូនៅវិញគ្រាន់តែគាត់និយាយពីថាគាត់រីករាស់ហើយនឹងក៏តើក៏បានស្ទុះចូលទៅវិភាគឈិនវូភ្លាមតាមឯនោះទេឈិនវូគឺនៅតែកិច្ចផតបន្ទាប់ពីឃើញឈិនវូកិច្ចបានលឿនអញ្ចឹងក៏តើគឺកាន់តែជឿជាក់ថាឈិនវូក៏មិនជាមេឃនោះទេរួចក៏បានបញ្ចេញកម្លាំងចូលទៅវិភាគឈិនវូបន្ថែមទៀតហើយទោះបីជាក៏តើលឿនយ៉ាងណាក៏ដោយឈិនវូគឺនៅតែកិច្ចផុតពីការវិភាគរបស់ក៏តើទាំងអស់ហ្នឹងហើយបន្ទាប់ពីបានឃើញឈិនវូឲ្យវាបកខ្លួនវិញអញ្ចឹងក៏តើគឺកាន់តែក្តៅក្រហាយទៀតហើយដឹងថាមិនអាចប៉ះឈិនវូបានអញ្ចឹងក៏តើក៏បានបដូរផែនការពីការវាយទៅពីទៅពេលហ្នឹងផ្ដោតទៅលើចំណុចតែមួយវិញហើយវាពិតជាបានផលប៉ុន្មានដែលបានធ្វើឲ្យឈិនវូហ្នឹងគឺមានរបួសនៅមុខបន្តិចហើយនៅពេលដែលឃើញគេចង់ទៅវិភាគម្ដងទៀតអញ្ចឹងឈិនវូក៏បានចាប់ម្រាមដៃរបស់គេជាប់ហើយនៅត្រង់ហ្នឹងបើសិនជាឈិនវូចាប់ចំកដៃរបស់កូតូគឺមានន័យថាការប្រកួតនេះត្រូវចាប់គុំតែឈិនវូគឺអត់ចង់ឲ្យវាចាប់ត្រឹមហ្នឹងទេហើយឈិនវូក៏បាននិយាយទៅកាន់កូតូថាឲ្យកូតូគឺប្រយ័ត្នផងក៏ដោយសារកូតូគឺចង់កប់ការផ្នែកមែនចំណែកកូតូក៏បាននិយាយទៅកាន់ឈិនវូវិញថាតើឈិនវូគឺចង់លេងសើចជាមួយនឹងគាត់មែនរួចហើយពួកគេក៏បានដកឃ្លាយកឲ្យឡងដែលនៅពេលនេះឈិនវូគាត់គឺចង់វាយមែនតើហើយថារបស់បញ្ចេញចំហាយអូរ៉ារបស់គាត់ចេញមកដល់ពេលដែលកូតូក៏បានចេញមកដូចគ្នាហើយនៅពេលដែលពួកគេទាំងពីរសម្រុតទៅដល់គ្នាហ្នឹងក៏ត្រូវបានភាគីទាំងសងខាងមកខាត់ក៏ដោយសារតែពួកគេឃើញថាបើសិនជាអ្នកទាំងពីរហ្នឹងវាយគ្នាមែនតើកន្លែងនេះទាំងមូលត្រូវខ្ទេចជាមិនខានហើយលទ្ធផលចុងក្រោយហ្នឹងគ្មានបានអីមកវិញទេក្រៅពីមានរបួសទាំងសងខាងបន្ទាប់ពីសម្របពួកគេទាំងពីរបានហើយយើងក៏បានឃើញថាឈិនវូក៏បានបញ្ជូនកងទ័ពសមររបស់ខ្លួនឲ្យចូលទៅក្នុងសមររបស់ពួកគេម្នាក់មួយហើយនៅពេលដែលឈិនវូត្រឡប់ដល់ផ្ទះវិញនឹងគាត់ក៏បានឃើញម្ដាយរបស់គាត់គឺកំពុងតែធ្វើម្ហូបហើយតាមប្រាប់ឲ្យឈិនវូទៅរៀបចំខ្លួនទៅហើយចុះញ៉ាំបាយជាមួយគ្នាមកទៅលើកោះជីជូវិញយើងក៏បានឃើញផងដែរថាដោយសារតែពួកសមរនេះគឺវាធ្វើពេកឯកាយូរពេកដែលបានធ្វើឲ្យពួកវាឡើងគឺបានដៃស្បៀងហើយដូច្នេះក៏បានស៊ីសាក់សោបគ្នាឯងធ្វើជាចំណៃហើយយើងក៏បានឃើញផងដែរអំពីវត្តមានរបស់ស្រមោលមួយក្បាលដែលកំពុងតែញាស់ចេញពីសុទ្ធថែមទាំងបានស្រែកឡើងជាមួយនឹងចំហាយធម្មពលយ៉ាងខ្លាំងក្លាមិនយូរប៉ុន្មានបេសកកម្មកម្ចាត់បិសាចលើកោះជីជូក៏បានមកដល់តែមាននៅនាវាចម្បាំងលើទឹកជាច្រើនបានឡោមព័ទ្ធជុំវិញកោះជីជូហើយសូម្បីតែក្រុម Hunter នៅក្នុងប្រទេសទាំងមូលនោះក៏បានរៀបចំខ្លួនរៀបរាប់ដែរនៅក្នុងចម្បាំងមួយនេះសូម្បីតែវិយង្គោដែលជា Hunter ដែលបានចូលនិវត្តន៍នោះក៏បានត្រឡប់ទៅចូលរួមជាមួយនឹងបាយន្តហោវិញដែលយន្តហោគាត់គឺនឹកស្មានទេថាវិយង្គោត្រឡប់មកវិញចំណែកវិយង្គោក៏បានទតវិញថាទោះបីជាបាយន្តហោខ្លាំងពិតមែនក៏ប៉ុន្តែយន្តហោគឺនៅតែត្រូវការ Hunter ហេលេងដ៏ខ្លាំងម្នាក់ដូចគ្នាហើយពួកគេក៏បាន high five គ្នាក្នុងនាមជាមិត្តភក្តិហើយនៅក្នុងបេសកកម្មមួយនោះពួកគេក៏បានបញ្ជូននៅ Hunter ម្នាក់ដែលជាកាមេរ៉ាមែនសម្រាប់ live ព័ត៌មានទាន់ហេតុការណ៍ឲ្យប្រជាជននៅក្នុងប្រទេសទាំងមូលនោះបានដឹងបទការក្រុមរបស់កូតូវិញដែលឡើងពួកគេគឺកំពុងតែស្ថិតនៅក្នុងកោះជីជូស្រាប់ថែមទាំងបានបញ្ចេញថាពលរបស់ពួកគេនឹងបាញ់ឡើងទៅលើមេឃដើម្បីតាក់ទាញហ្វូងសម្អុយនៅខាងក្នុងនិងហោះចេញមកខាងក្រៅហើយវាគឺជាផែនការរបស់ពួកគេនោះឯងក៏ដោយសារតែហ្វូងសម្អុយទាំងអស់នោះពួកវាគឺចូលចិត្តនៅចំហាយធម្មពលហើយបន្ទាប់ពីបានឃើញហ្វូងសម្អុយចេញមកខាងក្រៅដូចជាគម្រោងការរបស់ពួកគេក៏បានបញ្ចេញចំហាយប្រេកង់យ៉ាងខ្លាំងក្លាដើម្បីកាប់ផ្ដាច់ទំនាក់ទំនងរបស់កូនសម្អុយជាមួយនឹងមេសម្អុយនៅឯខាងក្នុងហើយក្រុមដែលបានចូលទៅសម្រាប់មេវិសាចនៅក្នុងឡាននឹងគឺដឹកនាំទៅដោយឆយចុងអេនជាមួយនឹង Hunter នៅក្នុងប្រទេសកូរ៉េផ្សេងទៀតជារបងឆយចុងអេនក៏បានប្រើប្រាស់ធម្មពលភ្លើងរបស់ខ្លួនបង្កើតបានទៅជាសំណាញ់មួយដើម្បីបិទផ្លូវចេញចូលរបស់ហ្វូងស្រមោចហើយនៅពេលដែលពួកគេចូលទៅខាងក្នុងកាន់តែច្រើនក៏បានឃើញវត្តមានរបស់
របស់ប៉សមជាច្រើនណាស់មិនទាន់ញាស់កាត់ទៅខាងក្រៅនៅវិញយើងក៏បានឃើញថាក្រុម Hunter នៃប្រទេសជប៉ុនរបស់ពួកគេក៏បាននិយាយគ្នាក៏ដោយសារតែពួកគេគឺមានតួនាទីសម្រាប់ហ្វូងសម្លាញ់នៅខាងក្រៅកំពុងតែនិយាយគ្នាសស្នឹងពួកគេក៏បានចោទអារម្មណ៍ពីវត្តមានរបស់ហ្វូងសម្លាញ់ជាច្រើនហើយសំណាងរឹកពួកគេហើយបន្ទាប់ពីបានឃើញហ្វូងសម្លាញ់លើច្រើនបែបនេះប្រូដោះអានក៏បានប្រាប់ឲ្យពួកគេនឹងត្រៀមខ្លួនក៏ប៉ុន្តែនៅពេលដែលគាត់កលេចទៅក្រោយនឹងគឺឃើញថាចាម្នាក់ដែលបាននិយាយច្រើនដើម្បីមិញគាត់ក៏បានស្លាប់បាត់ទៅហើយរីឯពួកគេវិញក៏ដឹងថាចានឹងគឺស្លាប់តាំងពីការនោះទេហើយទាំងមានកៅភ្នែកមួយគូនឹងក៏បានសម្លឹងទៅកាន់ពួកគេ